ឯកឧត្តមប៉ែនបូណាកម្ពុជាប្រទេសតូចមានប្រជាជនតិចតែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំងឯកឧត្តមប៉ែនបូណារដ្ឋមន្ត្រីប្រតិភូតអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាភាពតានតឹងជំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃពេលនេះបានស្ដែងឲ្យឃើញពីចំណុចខ្លាំងរបស់កម្ពុជាដ៏គួរឲ្យចាប់អារម្មណ៍បំផុតបើតាមឯកឧត្តមចំណុចខ្លាំងរបស់កម្ពុជាទាំងនោះរួមមានទី1ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថារស់នៅក្នុងឬក្រៅប្រទេសសុទ្ធតែមានចិត្តស្រឡាញ់ជាតិនិងទឹកដីហ៊ានបដូរផ្ដាច់ការពារមិនឲ្យបាត់បង់ទោះត្រូវលះបង់អ្វីក៏ដោយហើយខ្មែរចេះរួមសាមគ្គីគ្នាពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ដោយការរំលោភបំពានណាមួយក្រោមស្មារតីសាមគ្គីជាកម្លាំងឬចង្កឹះមួយបាច់កាច់មិនបាក់ដំណើរថ្មើរជើងសាមគ្គីដើម្បីគ្រប់គ្រងរាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខដែលប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី18មិថុនាឆ្នាំ2025នេះគឺជាឧទាហរណ៍មួយដែលស្ដែងឲ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុតទី2រាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថាផ្នែកយោធាផ្នែកសេដ្ឋកិច្ចផ្នែកនយោបាយនិងកម្មទូតនៅលើវិស័យយោធាកងទ័ពកម្ពុជាបានឈរការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំជាមួយនឹងសភាវុធគ្រប់គ្រាន់និងទឹកចិត្តដ៏អង់អាចក្លាហានក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរាជរដ្ឋាភិបាលបានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទាំងការផ្គត់ផ្គង់អគ្គិសនីអ៊ីនធឺណិតនិងការផ្លាស់ប្ដូរទំនិញតាមព្រំដែនដែលមិនអនុញ្ញាតឲ្យថៃគំរាមកំហែងបានឡើយទី3រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមជាស្រេចក្នុងការទទួលពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃឲ្យត្រឡប់មកប្រទេសវិញដោយត្រៀមជួយសម្របសម្រួលពួកគេគ្រប់បែបយ៉ាងរាល់ការចាត់តាំងពីឯកសារមធ្យោបាយធ្វើដំណើរមជ្ឈដ្ឋានចំណតបណ្ដោះអាសន្នម្ហូបអាហារការងាររហូតដល់ការជួយសម្របសម្រួលធនាគារនិងមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធនឹងប្រាក់កម្ចីផ្សេងៗផងដែរចំណែកនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសថៃក៏រាជរដ្ឋាភិបាលត្រៀមទទួលនិងផ្ដល់អាហារូបករណ៍សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរទី4ភាពឯករាជ្យម្ចាស់ការនិងគ្រប់ជ្រុងជ្រោយក្នុងការចាត់ចែងលើជោគវាសនារបស់ខ្លួនឯងដែលកម្ពុជាអាចធ្វើបាននៅពេលនេះមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាគឺជាលទ្ធផលនៃការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់មេដឹកនាំដ៏ខ្លាំងពូកែគឺសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នប្រមុខដឹកនាំកម្ពុជាបានប្រែក្លាយប្រទេសដ៏តូចនិងធ្លាប់តែកំសត់មួយនេះឲ្យទៅជាប្រទេសដែលអាចឈរបានដោយកម្លាំងខ្លួនឯងកាន់តែរឹងមាំលើគ្រប់វិស័យនិងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសរុបមកវិញកម្ពុជាជាប្រទេសតូចមានប្រជាជនតិចតែមានកម្លាំងចិត្តធំគឺកម្លាំងមហាសាមគ្គីចេញពីប្រជាពលរដ្ឋពីក្រោយមេដឹកនាំដ៏ខ្លាំងប្រកបដោយបទពិសោធន៍និងយុទ្ធសាស្ត្រនេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលបញ្ញវន្តថៃជាច្រើនទទួលស្គាល់តែអ្នកនយោបាយនិងកងទ័ពថៃមួយចំនួនបានមើលរំលង